ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតភេងរិទ្ធីនៅក្នុងពេលនេះសូមលើកយកអត្ថបទមួយគឺជំងឺ gout ដើម្បីចែកជូនឪពុកម៉ែបងប្អូនឲ្យបានយល់ដឹងជំងឺ gout គឺជាជំងឺរលាកសន្លាក់ដែលបង្កឡើងដោយការប្រមូលផ្ដុំនៅពពួក urate crystal នៅក្នុងសន្លាក់ហើយនៅពេលដែលយើងមានជំងឺ gout គឺវាធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅសន្លាក់ដែលរងផលប៉ះពាល់អាចមានការហើមនិងពិបាកធ្វើចលនានៅពេលយើងកើតមានជំងឺ gout គឺធ្វើឲ្យយើងកើតមានការឈឺចាប់ភ្លាមហើយការឈឺចាប់ហ្នឹងវាអាចធូរស្បើយបន្តិចម្ដងហើយបន្ទាប់មកវាអាចធ្វើឲ្យយើងមានការឈឺចាប់ឡើងវិញពាក់ព័ន្ធជាមួយនឹងជំងឺ gout គឺវាអាចការពារនិងព្យាបាលបានមូលហេតុដែលនាំឲ្យកើតមានជំងឺ gout គឺដោយសារតែមានការប្រមូលផ្ដុំនៅពពួក urate crystal នៅតាមសន្លាក់ហើយជាតិ urate crystal មានការកើនឡើងគឺពាក់ព័ន្ធជាមួយនឹងជាតិ acid uric ឡើងខ្ពស់នៅក្នុងឈាមកត្តាដែលនាំឲ្យជាតិ acid uric នៅក្នុងឈាមមានការកើនឡើងទី1ពាក់ព័ន្ធជាមួយរបបអាហារអ្នកដែលចូលចិត្តញ៉ាំសាច់ច្រើនញ៉ាំគ្រឿងសមុទ្រអ្នកដែលទទួលទានគ្រឿងស្រវឹងហើយអ្នកដែលចូលចិត្តញ៉ាំអាហារផ្អែមដែលមានជាតិស្ករ fructose ច្រើនមូលហេតុផ្សេងទៀតដែលនាំឲ្យកើតមានជំងឺ gout គឺពាក់ព័ន្ធជាមួយជំងឺលើសសម្ពាធឈាមជំងឺទឹកនោមផ្អែមជំងឺតម្រងនោមរ៉ាំរ៉ៃជំងឺពាក់ព័ន្ធជាមួយនឹង metabolic ហើយប្រវត្តិគ្រួសារអ្នកដែលមានគ្រួសារសាច់ជាតិកើតមានជំងឺ gout ក៏ប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺ gout ដូចគ្នាបើយើងនិយាយអំពីរោគសញ្ញានៃជំងឺ gout សន្លាក់ដែលរងផលប៉ះពាល់គឺអាចមានការឈឺចាប់ខ្លាំងឡើងហើមក្រហមមានអារម្មណ៍ថាប់តឹងនិងក្តៅជុំវិញសន្លាក់ហើយពិបាកធ្វើចលនាភាគច្រើនវាច្រើនកើតមាននៅតាមសន្លាក់មេជើងកជើងជង្គង់ផ្អប់ដៃកែងដៃនិងម្រាមដៃបើយើងនិយាយអំពីផលវិបាកនៃជំងឺ gout គឺជំងឺ gout អាចកើតឡើងម្ដងហើយម្ដងទៀតញឹកញាប់ហើយបើសិនជាយើងមិនមានការព្យាបាលទេគឺអាចធ្វើឲ្យខូចទ្រង់ទ្រាយនៃសន្លាក់គឺយើងអាចធ្វើចលនាសន្លាក់បានទេហើយបើសិនជាយើងនៅតែបន្តអត់មានការព្យាបាលទុកយូររ៉ាំរ៉ៃទៅវានឹងបង្កទៅជាដុំពកនៅតាមសន្លាក់ដោយសារតែពពួក urate crystal វាទៅប្រមូលផ្ដុំនៅតាមសន្លាក់ធ្វើឲ្យមានដុំពកនេះឯងអំពីការការពារជំងឺ gout គឺយើងត្រូវផ្លាស់ប្ដូររបបអាហារកាត់បន្ថយការទទួលទានអាហារដែលមានជាតិសាច់ច្រើនកាត់បន្ថយការទទួលទានគ្រឿងស្រវឹងកាត់បន្ថយការទទួលទានគ្រឿងសមុទ្រកាត់បន្ថយការទទួលទានអាហារផ្អែមចាប់ផ្ដើមធ្វើលំហាត់ប្រាណសម្រាប់អ្នកដែលធាត់លើទម្ងន់ត្រូវសម្រក់ទម្ងន់និងទទួលទានទឹកឲ្យបានច្រើនអំពីការព្យាបាលបើសិនជាលោកអ្នកមានសញ្ញាមួយចំនួនពាក់ព័ន្ធជាមួយនឹងជំងឺ gout ឬក៏សង្ស័យថាខ្លួនមានជំងឺ gout តាមរយៈរោគសញ្ញានៅតាមសន្លាក់របស់លោកអ្នកដូចជាមានការឈឺចាប់តាមសន្លាក់ហើមសន្លាក់ឡើងតឹងឬក៏មានអារម្មណ៍ថាក្តៅនៅតាមសន្លាក់ពិបាកធ្វើចលនាអស់លោកអ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលដ៏ត្រឹមត្រូវបាទនេះគឺជាចំណេះដឹងខ្លីៗពាក់ព័ន្ធជាមួយនឹងជំងឺ gout សង្ឃឹមថាវានឹងជួយឲ្យលោកអ្នកឲ្យយល់ដឹងបន្ថែមអំពីជំងឺនេះបាទសូមអរគុណ